ចឹងវីដេអូនេះយើងរៀនពីរបៀបបង្កើត table ចឹងក្នុង SQL create table statement ត្រូវបានគេប្រើដើម្បីកំណត់ new table នៅក្នុង database ចឹងវាបញ្ជាក់ table name column ណា their data type and optional constraints such as primary key foreign key default value and unique ចឹងក្នុងការបង្កើត table ទី1គឺយើងត្រូវបញ្ជាក់ទៅលើឈ្មោះ table ហើយឈ្មោះ column ក៏ដូចជា data type និងប្រភេទ key ពិសេសផ្សេងៗដូចជា primary key foreign key default value ហើយនិង unique key ចឹងក្នុងនេះខ្ញុំបានលើកឧទាហរណ៍ទាក់ទងជាមួយនឹងការបង្កើត table ជាមួយនឹងភាសា Java អូខេចឹងយើងមកធ្វើការបង្កើតនៅទម្រង់ form ដូចបានបង្ហាញនេះចឹងអ្នកនរគ្នាត្រូវ design ទម្រង់ form មកគឺយើងយក label មកសរសេរជាអក្សរ create table and field type ហើយបន្តមកទៀតយើងយក combo box និង text field យកមកធ្វើការ design នៅលើនេះចឹង combo box គឺយើងប្រើសម្រាប់ធ្វើការ select ទៅលើ database ហើយឈ្មោះរបស់វាគឺ combo database ណាហើយសម្រាប់ table name វិញគឺ text field របស់វាគឺឈ្មោះ txt table name ហើយយើងមាន table មួយគឺឈ្មោះរបស់វាគឺ tbl field ហើយយើងមានប៊ូតុងមួយចុច create ពេលដែលយើងធ្វើការដាក់ឈ្មោះក៏ដូចជាជ្រើសរើសប្រភេទ field data type រួចរាល់គឺយើងចុច create table ណាហើយប៊ូតុងដែរគឺឈ្មោះរបស់វាគឺ btn create table អូខេចឹងបន្ទាប់ពីអ្នកនរគ្នាធ្វើការ design form ហ្នឹងហើយដាក់ឈ្មោះរួចរាល់ចឹងអ្នកនរគ្នាចូលមកផ្នែកបន្ទាប់ចឹងផ្នែកបន្ទាប់គឺជាការ format ទៅលើទម្រង់ table របស់យើងណាចឹង table របស់យើងគឺយើង format មាន2 column ទី1គឺ field name column ទី2គឺ data type ហើយបន្តមកទៀតយើងកំណត់ចំនួន row ដែលអាចឲ្យគេធ្វើការ add នៅ column field type ក៏ដូចជា data type បានចំនួន10ហើយបន្តមកទៀតយើងធ្វើការ OK មកអូខេចឹងបន្តមកទៀតយើងធ្វើការ add នៅ J connector របស់យើងចូលទៅក្នុង library របស់ NetBeans ណាអូខេចឹងបន្ទាប់ពីយើងធ្វើការ add នៅ connector រួចរាល់ចឹងយើងអាចប្រើប្រាស់នៅ SQL ដោយធ្វើការ import នៅ java.sql. ផ្កាយ import javax.swing. ផ្កាយណា javax.swing. table. default table model ហើយបន្តមកទៀតគឺយើងបង្កើតនៅ statement មួយឈ្មោះថា connection ហើយឲ្យទៅកាន់ variable con តមកទៀតគឺនៅក្នុង class create table form របស់យើងគឺនៅក្នុង constructor នេះគឺយើងធ្វើការ call ហៅទៅ method មួយគឺ load database អញ្ចឹង load database នេះគឺសម្រាប់ទាញទិន្នន័យចូលទៅកាន់ combo box របស់យើងណាហើយមួយទៀតដែរគឺ default table model ស្មើ model ស្មើនឹង default table model ណា tbl field គឺជា table ដែលយើងគូសទៅលើនោះ get model ណាអញ្ចឹងគឺវានឹងធ្វើការឆាប់យកនៅអ្វីដែលយើងបានធ្វើការកំណត់នៅក្នុង tbl field ហ្នឹងណាអូខេបន្តមកទៀតគឺ string data type in varchar decimal text ចឹងកន្លែងហ្នឹងគឺគេកំណត់ data type ឲ្យយើងរើសចឹង data type របស់យើងគឺមានប្រភេទ in varchar decimal ហើយនិងប្រភេទ text ណាហើយប្រភេទទាំងអស់ហ្នឹងគឺវានៅក្នុង J combo box ណាចឹង combo box កន្លែងនេះគឺយើងអាចធ្វើការ select ជ្រើសរើសប្រភេទ data type មួយណាដែលយើងចង់ធ្វើការជ្រើសរើសអូខេបន្តមកទៀតយើង set combo box ហ្នឹងទៅក្នុង table របស់យើងណាចឹងគឺ table field.get column model get column 1 select editor new default editor combo box ណាចឹងគឺវាធ្វើការទទួលយកនៅ combo box ដែលគេធ្វើការ select យកប្រភេទ data type ណាចូលទៅក្នុង column ទី1ណានៃ cell មួយអូខេបន្តមកទៀតយើងមកមើល method load database អញ្ចឹងគឺយើងប្រើ keyword drive ណាទី1គឺយើងត្រូវហៅទៅកាន់ JDBC driver ដើម្បីធ្វើការហៅទៅកាន់ J connector របស់យើងហើយបន្តមកទៀតយើងឲ្យ variable con ដែលយើងបានប្រកាសនៅខាងលើនោះស្មើជាមួយនឹង driver manager.get connection ចឹងកន្លែងហ្នឹងគឺ connection របស់យើងគឺវាមាន URL user ហើយនិង password ចឹងដូចវីដេអូមុនដែរចឹង
local host នេះគឺសំដៅទៅលើម៉ាស៊ីនរបស់យើងហើយ port 3301នេះគឺជា port database របស់យើងណាគឺ MySQL របស់យើងហើយនឹងការមិនប្រើប្រាស់នៅ ASL ហើយមួយទៀតគឺយើងកំណត់ពេលវេលាវាគឺនៅ IC ភ្នំពេញណាតមក user របស់យើងគឺ root password របស់យើងគឺ root ណាអូខេបន្តមកទៀតគឺយើងមាន statement មួយគឺដើម្បីឲ្យ connection ហ្នឹងធ្វើការបង្កើតនៅ statement query មួយហើយបន្តមកទៀតគេឲ្យ result set ស្មើ OS ស្មើ SMT ណា STMT execute query show database អញ្ចឹង show database កន្លែងនេះគឺបង្ហាញនៅ database មកឲ្យយើងធ្វើការ select នៅក្នុង combo database អញ្ចឹងនៅពេលដែលអ្នកនរគ្នាធ្វើការ select ទៅលើហ្នឹងគឺវាធ្វើការ remove all item មានថា remove នៅទិន្នន័យចាស់ចេញណា item ចាស់ហ្នឹងចេញហើយបន្តមកទៀតវាមកព្រួតពិនិត្យលក្ខខណ្ឌគឺ result.net អញ្ចឹងគឺវាមកធ្វើការជាមួយនឹង result set ដើម្បី show នៅ database ថ្មីណាអញ្ចឹង combo database add item os.get string 1អញ្ចឹងវាធ្វើការ add នៅ database ចេញពីផ្នែក SQL របស់យើងណាអញ្ចឹងជាចុងក្រោយបន្ទាប់ពីយើងធ្វើការទាញយក database ហើយគឺ result set ហ្នឹងគេឲ្យវាបិទវិញណា close គោលដៅរបស់គេគឺអត់ឲ្យ service របស់វាគឺដំណើរការរហូតទេគឺវាអាចធ្វើឲ្យម៉ាស៊ីនរបស់យើងមានបញ្ហាដើរកាំងឬក៏ slow អញ្ចឹងទៅឬក៏ឆាប់ក្តៅណាចុងមួយទៀតដែរគឺ statement ក៏ដូចគ្នាដែរគឺ stmt.clock ហើយបន្តមកទៀតគឺយើងមាន keyword catch ចឹង catch ហ្នឹងគឺចាប់នៅ error message ណាអញ្ចឹងនៅពេលដែល statement ក៏ដូចជា code connection នៅខាងលើមានបញ្ហាគឺវានឹងបង្ហាញនៅសារ error ជា message load មកណាអូខេអញ្ចឹងបន្ទាប់ពីយើងសរសេរ code method call ហៅនៅពេលដែលយើង run form ហើយអញ្ចឹងនៅក្នុងប៊ូតុងសម្រាប់ create table វិញណាអញ្ចឹង string select db ណាអញ្ចឹង select db នេះគឺស្មើជាមួយនឹង combo database get select item ដែលយើងបានធ្វើការ select យកមកហ្នឹងឲ្យវាចូលទៅក្នុង select db ណាហើយបន្តមកទៀតគឺ string table name ស្មើ table name .get text .stream អញ្ចឹងនៅពេលដែលយើងវាយ database ចូលទៅក្នុង text field មួយហ្នឹងមកអញ្ចឹងគឺវានឹងធ្វើការបញ្ចូលទៅក្នុង variable table name ហើយ .stream នេះគឺសម្រាប់ធ្វើការកាត់នៅ space នៅខាងចុងនៃឈ្មោះ table របស់យើងតទៅទៀតគេឆែកលក្ខខណ្ឌ is table is empty អញ្ចឹងប្រសិនបើ table របស់យើងអត់មានទិន្នន័យអីមួយសោះអញ្ចឹងគឺវាបង្ហាញនៅសារមួយមកគឺ please enter table name គឺតម្រូវឲ្យគេធ្វើការបញ្ចូលនៅឈ្មោះ table ណាហើយបន្តមកទៀតវាធ្វើការបោះនៅតម្លៃនឹងមកណា return តមកទៀតឆែកលក្ខខណ្ឌមួយទៀតគេថាប្រសិនបើមិន table name .match ណា a តូចរហូតដល់សតូច a ធំរហូតដល់សធំហើយមានលេខ0រហូតដល់លេខ9ហើយនឹងមានអ្វីផ្សេងៗទៀតណាសញ្ញា underscore អញ្ចឹងទៅចឹងកន្លែងហ្នឹងគេចង់ថាប្រសិនបើ table name របស់យើងហ្នឹងវាអត់ត្រឹមត្រូវជាមួយតួអក្សរដែលគេកំណត់ឲ្យហ្នឹងណាពី A ដល់ Z ឬក៏ពី Z ដល់ A ហើយនឹងមាន0ដល់9ឬក៏សញ្ញា underscore ហ្នឹងទេគឺឲ្យបង្ហាញសារថា invalid table name ណា use letter number and underscore only អញ្ចឹងគេថា table ដែលយើងបញ្ចូលហ្នឹងគឺអត់ត្រឹមត្រូវទេអញ្ចឹងគឺការប្រើប្រាស់លេខដល់ប្រើប្រាស់អក្សរលេខហើយនឹងសញ្ញា underscore ណាបានតែ3ហ្នឹងទេហើយមួយទៀតដែរគឺយើងត្រូវប្រើប្រាស់តួអក្សរមុនឬក៏សញ្ញា underscore មុនណាយើងអាចប្រើប្រាស់លេខមុនបានឡើយតមកទៀតវាធ្វើការបោះនៅតម្លៃដែរវាធ្វើបានត្រឹមត្រូវអូខេតមកទៀតគឺយើងធ្វើការទាញ table ហ្នឹងពីMySQL យើងមកអញ្ចឹងគឺយើង default table model ស្មើ model ណា default model table field.get model អញ្ចឹងវាចាប់ពីtable text field នេះចូលមកកាន់ model របស់យើងណាហើយបន្តមកទៀតយើង string builder ធ្វើការបង្កើតនៅ variable មួយឈ្មោះថា SQL ស្មើនឹង 3bit creatable អញ្ចឹងគឺវាចាប់ផ្ដើមធ្វើការ execute នៅ query នៅពាក្យថា creatable ហើយឈ្មោះ table ដែលយើងធ្វើការselect ពី text field មកហើយបន្តមកទៀតគឺវានឹងធ្វើការ add នៅ first field របស់យើងស្មើ false ហើ
ហើយបន្តមកទៀតវាធ្វើការ loop ទៅកាន់ model មួយៗដែលយើងបានធ្វើការបង្កើតចឹងកន្លែងនេះគឺគេដាក់ loop model.get row count ចឹងនៅពេលដែលយើងធ្វើការបញ្ចូលទៅកាន់ model ចឹងវាធ្វើការ count នៅជួរនីមួយៗនៃ field ហើយនឹង data type របស់វាចូលមកក្នុងfirst field add របស់យើងហើយបន្តមកទៀតគេចាប់ផ្ដើមត្រួតពិនិត្យលក្ខខណ្ឌមួយទៀតគេថា min field.is empty and min type is.empty ចឹងកាលណាយើងដាក់ min ហើយនឹង min នៅពីមុខចឹងមានន័យថា field ហ្នឹងបើសិនបើវាមានមានទិន្នន័យfield ហើយនឹង data type ចឹងលក្ខខណ្ឌទី1គឺគេថា first field add ចឹងបើសិនបើមាន data type គេឲ្យ SQL របស់យើងគឺធ្វើការបន្ថែមនៅសញ្ញា comma នៅពីមុខfield ហើយនឹង data type នឹងចំនួន1ហើយបន្តមកទៀតដល់ពេលដែលយើងមាន column ច្រើនគឺវាធ្វើការខណ្ឌគ្នាដោយសញ្ញា comma ហ្នឹងណាហើយបន្តមកទៀតគឺ SQL.append ណាអញ្ចឹងគឺសញ្ញានេះគឺសញ្ញា single quote ប៉ុន្តែវាមិនមែនជាសញ្ញា single quote នៅកន្លែងសញ្ញាថ្មីកដល់របស់យើងទេគឺវាគឺជាសញ្ញាមួយដែលនៅក្បែរសញ្ញាលេខ1ណាគឺក្បែរសញ្ញា tagalog ហ្នឹងអញ្ចឹងគឺភាគច្រើនគឺគេដាក់វានៅកំណត់តាក់ទងជាមួយទៅនឹងឈ្មោះ table ឬក៏ឈ្មោះ field មួយអញ្ចឹងកន្លែងនេះគេដាក់ append field and append សញ្ញា single quote ក្នុងភាសាទៀតគឺ append type អញ្ចឹងគឺដាក់ទៅលើឈ្មោះfield មួយហើយនឹង field type របស់វាហើយបន្តមកទៀតគេថា first field add ស្មើ true អញ្ចឹងគេឲ្យធ្វើការ add field មួយហ្នឹងកើតឡើងមកអញ្ចឹងវាត្រូវវិលជុំរហូតទៅតាម loop ដែលវា count មកនៅក្នុង model របស់យើងណាអូខេអញ្ចឹងបន្តមកទៀតគេដាក់លក្ខខណ្ឌមួយទៀតគេថា min first field add អញ្ចឹងបើសិនបើมันមាន field ណាមួយ add ចូលទៅក្នុង model ហ្នឹងទេអញ្ចឹងកន្លែងនេះគឺគេផ្ញើសារមួយគេថា please enter at least one field with a valid data type អញ្ចឹងគេឲ្យយើងធ្វើម៉េចគឺបញ្ចូលយ៉ាងតិចឲ្យមាន field មួយហើយនឹង data type ចំនួន1យ៉ាងតិចណាតោះមកឲ្យវា return នៅតម្លៃហ្នឹងមកអូខេបន្តមកទៀតគឺ actual.append សញ្ញារង្វង់កញ្ចក់សមាវងកញ្ចក់នេះដើម្បីបិទវងកញ្ចក់ចុងក្រោយហើយបន្តមកទៀតគឺយើងមាន keyword try មួយដើម្បីធ្វើការ connect ទៅកាន់ SQL របស់យើងដូចមុនដែរអញ្ចឹងយើងមាន driver យើងមាន connection ទៅកាន់ URL ហើយនិង user password ណាបន្តមកទៀតយើង execute នៅ statement មួយគឺ stmt ស្មើនឹង con.create statement ហើយបន្តមកទៀតយើងឲ្យ stmt នឹង execute update SQL to string អញ្ចឹងគឺ update នៅ model ទាំងអស់ហ្នឹងចូលទៅកាន់ MySQL database របស់យើងអញ្ចឹងបន្តមកទៀតគឺវានឹងបង្ហាញសារមួយអញ្ចឹងគេថា table អញ្ចឹង table ដែលយើងបានបង្កើតហ្នឹងគេថា create successful in database ដែលយើងបានធ្វើការ select អូខេអញ្ចឹងខាច់នៅចុងក្រោយនេះគឺបើសិនបើកូដនៅខាងលើយើងទៅសេទៅមានបញ្ហាកន្លែងណា error ឬក៏មិនស្គាល់តែទៅមួយ driver គឺវានឹង load នៅ error នឹងកើតឡើងអូខេអញ្ចឹងជាលទ្ធផលនៅពេលយើងធ្វើការបង្កើតនៅ table name មួយណាយើងរើស database school ហើយយើងបង្កើតនៅ table student ចូលបន្តមកទៀតគឺយើងមាន field name ហើយ data type របស់វាហើយយើងចុចធ្វើការចុចទៅលើពាក្យថា create table មកចឹងចុងក្រោយគឺវានឹងបង្ហាញសារ table student create successful in database school អូខេឥឡូវយើងមកមើលការបង្កើតរបស់វានៅក្នុងកម្មវិធី NetBeans វិញម្ដងអូខេឥឡូវខ្ញុំចូលទៅធ្វើការបង្កើតនៅ project ថ្មីមួយអូខេឥឡូវយើងបើកកម្មវិធី NetBeans មកតមកទៀតអ្នកនរនេះចូលទៅកាន់ file យកពាក្យ new project ចឹងអ្នកនរនេះយក Java វាអានហើយយក Java application មកហើយចុច next ទៅមុខចឹងកន្លែងនេះគឺយើងត្រូវដោះ click ទៅលើcreate main class ចោលណាហើយបន្តមកទៀតយើងដាក់ឈ្មោះមកចឹងកន្លែងនេះខ្ញុំដាក់ថា table create ចឹងខ្ញុំចុច finish មក
ok chẳng table create đấy nhưng mà cả thái chẳng một tòa mà tiết nào nếu mà sẽ làm là về má vô bị nhú hay vô bị thả chia frame form ok chẳng lại ní nhưng đã thà create table ok cho finish ok chẳng chia vào top chương thử cho từ thư ca đã thay thôi rồi nhưng vô làm bè mất ok là nhưng thư ca khu vừa mất hay tiền ok chẳng nhưng thư ca xe số nhưng còn là mai sẽ mà vô bị edit mất chẳng đã thà create table with MySQL đã in chào ai từ chứng trong còn là chỉ ca xe thế chứ như khi là so này tốt chân như cho việc bạn thông hay trong người ta nhưng mà sẽ làm lừa việc mất hay dùng việc pro thí chân như cho ca từ một phần đấy cho trường hợp bị crop nhưng dùng việc bố hay nhưng dùng phòng đọc với hay nhưng dùng ok mất ok chân như khi việc thông mấy tay việc ở trong người ta chân như cho mà hồi thì cho là cho mình đấy nhưng dùng việc thà center mà ok hay bây giờ mà tiếp tục cho việc không mất ok ở đây đây dân thứ cứ ban phần năng ấy chân nhưng mà hiện bật tới ok chẳng vậy đây transfer vào đó cứ mua select database chân lại nếu chúng đặt ha select database nè ok chẳng nhập xong tiền vì ở trên nhà so đó mà ok một tiết cứ dương số ca một page mua chân lại nếu cứ chúng đặt ha table name ok tiền những thế ok select database khi dương vô combo một map chân dương vô một bộ màu vừa cả đã lừa về muối ok chẳng table name đấy khi dương vô tịch phía trong buổi những thời ca cho tuần này chân dương vô tịch phía muối máu ok chẳng này về to vào diễn cứ dương thời ca đã table này chẳng table đi vô string control được thế ta này thằng cào chân gì vô table mùi máu ok là gì cục máu trước table nó cứ như là clay gì thế ok chẳng nhung mai sẽ đâm từ lượt table đó hay nhung vô việc tha table còn thân hay cái lại nếu vô khẩn lắm chẳng khẩn lắm cứ nhung cô đại nhung vô tập pi đấy chân nhung sẽ lại từ lơ đấy hay nhung lục chảo ok chẳng cái lại thay thôi đấy nhung xong đồ một cái máu từ chia field name ok chẳng phiên ném ok phiên ném hay toàn một tiết chương data thái ok chẳng chùm luôn rố khi cho một lại rô đấy chân dịch add thay mà cũng đọc mà ok nhung xong sơ ca close ok chẳng dương ban field name mày đừng là ta thay hái ok chẳng của to mà tiết dương thử vô một tổng mà đỏ trong một tống thì vô nơi lại swing control được hết thì to mà tiết thì cho việc nơi lại thì mất hay nhưng mà đi tích chúng đặt việc tha create table ok lợi dương mà mơ mua mình một đó chẳng nằm ra dương đã mua chẳng mua thì bố cứ combo là database thì table name thì bị field hay thì bị thì uncreatable ok là nhưng mà đồ mua về mất ok chẳng nơi lại đi dương lục item cháo chân cái dương thử mai sẽ làm lưu với vô property hay lại model đấy cho nó buồn crop mất hay vào toàn mà tiết dương lục item này cháo hay dương vô bị ok hay vào toàn mà tiết cứ dương thử đã mua về đấy chân đặt mua với dùng mai sẽ đám chen này bọn này mất chẳng cứ combo database hay một chiếc đá cứ thạch phía đấy dùng edit dùng lục cháo hay dùng đồ mua viết chân dương cho mai sẽ đám lưu viết mất chen này bọn ném chẳng thì khí thì bọn ném hay vào toàn mà tiền đấy cứ thì bị alpha chứng chen name mà viết đã thì bị ở field
ELD អូខេ table field ហើយបន្តមកទៀតឈ្មោះរបស់បតុងរបស់យើងគឺយើង change variable name ទៅជា btn create table btn create table ហ្នឹងមកអូខេអញ្ចឹងអ្វីដែលយើងធ្វើការ design រួចរាល់អញ្ចឹងអ្នកនរគ្នាមកធ្វើការសរសេរ code អញ្ចឹងសរសេរ code យើងមកស្ដាំលើវាមកហើយយើងយកពាក្យ event យកពាក្យ action perform អូខេអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងត្រូវការសរសេរ code អញ្ចឹងខ្ញុំសូមទៅយក code ដែលយើងបានសរសេររួចរាល់មកអូខេ code របស់យើងជឹកកូដអ្នកនរគ្នាមើលទៅតាមអ្វីដែលខ្ញុំបង្ហាញយើងនៅក្នុងសភៅមកកូដពេលរៀងវែងអូខេអញ្ចឹងកន្លែងដែលយើងដាក់កូដនេះរួចរាល់អញ្ចឹងយើងមកមើលនៅខាងលើណាអញ្ចឹងអ្វីដែលយើង import គឺយើង import តែ file ធំៗមកវាទេអញ្ចឹងខ្ញុំសូមទៅចូលយកនៅក្នុងនេះមកអញ្ចឹងយើងធ្វើការ import នៅផ្នែកខាងលើនៃ project របស់យើងអញ្ចឹងយើង import 3ហ្នឹងមកហើយបន្តមកទៀតយើងមកមើលនៅកន្លែងនេះគឺ public class create table extend java x ហ្នឹងគឺយើងត្រូវការដាក់ connection នៅកន្លែងនេះណាអញ្ចឹងយើងទៅយក connection មកអូខេអញ្ចឹងអ្នកនរគ្នាមកសរសេរកូដនៅត្រង់ចំណុចហ្នឹងមកហើយបន្តមកទៀតយើងមើលនៅកន្លែង constructor អញ្ចឹង constructor នេះអ្នកនរគ្នាត្រូវសរសេរកូដចូលដូចគ្នាអញ្ចឹងចាប់ពី load database មករហូតមកដល់កន្លែង table fieldចឹងសូម copy នេះមកអូខេចឹងយើងមក pass ចូលនៅកន្លែងនេះអ្នកនរគ្នាត្រូវសរសេរចាប់ពីប្រឡោះហ្នឹងមកដែរណាអូខេ pass វាមកអូខេចឹងដោយសារឈ្មោះយើងសរសេរត្រូវវាអត់ខុស error អីទេណាអូខេចឹងបន្តមកទៀតគឺយើងចូលទៅយកកូដមួយទៀតគឺ private load data table នេះចឹងខ្ញុំធ្វើការ select វាមកអូខេអញ្ចឹងបន្តមកទៀតយើងមកមើលកន្លែងដែលយើងត្រូវដាក់គឺនៅក្រោមសញ្ញាប្រាសនេះមួយណាអញ្ចឹងយើង pass វាមកយើងសេកូដហ្នឹងមកអញ្ចឹងនេះគឺ private load data ហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីយើងដាក់រួចរាល់អស់អញ្ចឹងអ្នកនរគ្នាមកធ្វើការ add នៅ library សម្រាប់ add ជា connector ចូលទៅអូខេឥឡូវយើងមកស្ដាំមកយើង add Java folder អូខេអញ្ចឹងនៅក្នុង download នេះចុង file នេះគឺជា connector របស់យើងហើយបន្តមកទៀតយើងយកពាក្យថា open មកអូខេអញ្ចឹងយើង add ជា connector រួចរាល់ឥឡូវខ្ញុំមកដំណើរការform របស់យើងអញ្ចឹងយើង select ទៅលើ main class create table យកពាក្យ OK អូខេអញ្ចឹងទម្រង់ form របស់យើងគឺវានឹងដំណើរការមកហើយអូខេឥឡូវខ្ញុំមកធ្វើការ select ទៅលើ table មួយសិនអូខេឥឡូវខ្ញុំយកពី IKT school ហើយបន្តមកទៀតខ្ញុំធ្វើការបញ្ចូលនៅឈ្មោះណាចឹងឈ្មោះ table នេះខ្ញុំដាក់ឈ្មោះថា class ទៅអូខេចឹងកន្លែងនេះខ្ញុំដាក់ថា class ID ហើយបន្តមកទៀតយើងយក data type ប្រភេទ integer ចាប់បន្តមកទៀត class name ចឹងកន្លែងនេះខ្ញុំយកថា varcharចឹងថ្នាក់ឈ្មោះថ្នាក់ហើយនឹង class number ណាចឹងយើងដាក់អក្សរទៅដោយសារមានលេខសម្គាល់អីផ្សេងៗអូខេចឹងបន្ទាប់ពីយើងជ្រើសរើសរាល់ចឹងយើងត្រូវចូលមកចុចទៅលើពាក្យថា create មកចឹង create table មកអូខេអញ្ចឹងយើងឃើញគេដាក់ថា table class create successful in database via IKT school អូខេអញ្ចឹងបើអ្នកនរគ្នាចង់ទៅបញ្ជាក់ទៀតយើងអាចចូលទៅកាន់ browser របស់យើងអូខេអញ្ចឹងខ្ញុំចូលកម្មវិធី browser អញ្ចឹងបន្តមកទៀតខ្ញុំមកធ្វើការ share នៅ localhost អូខេបន្តមកទៀតខ្ញុំយក php myadminអូខេបន្តមកទៀតយើងធ្វើការ log ចូលគឺ root ណាអញ្ចឹងខ្ញុំធ្វើការ log ចូលទៅអូខេឥឡូវយើងមកមើលនៅខាងឆ្វេងនេះ
ចឹងយើងឃើញយើង select PIKT school ចឹងនេះមាន table class ចឹងអ្វីដែលយើងបង្កើតគឺ class ID class name និង class number ហើយសម្រាប់ទិន្នន័យគឺយើងអត់តបញ្ចូលទេចឹងនៅវីដេអូបន្ទាប់គឺយើងនឹងធ្វើការបញ្ចូលទិន្នន័យចូលក្នុងហ្នឹងហើយណាអូខេចឹងផ្នែកនៃ code គឺយើងមកមើលនៅក្នុងនេះទៅណាទី1គឺយើងត្រូវធ្វើការ design តមកទៀតយើងដូរតាមកំណត់ហ្នឹងណាយើង add jar folder ចូលទៅតមកយើងធ្វើការ import code ណាចឹងយើងមកមើលនៅកន្លែងនេះណាយើងសរសេរបន្លោះហ្នឹងមកហើយបន្តមកទៀតយើងត្រូវបង្កើត load database របស់យើងណាអូខេបន្តមកទៀតយើងមកធ្វើការ add code នៅក្នុងប៊ូតុងរបស់យើងអូខេចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកនរគ្នាមានជាចម្ងល់អាចធ្វើការ comment នៅក្នុងវីដេអូនេះបាន